Xin chàoអ្នកស្វាគមន៍មកកាន់វីដេអូថ្មីដូចតែអ្នកបានឃើញក្នុងចំណងជើងវីដេអូអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកនិយាយប្រព័ន្ធជាមួយនឹងឧបករណ៍ technology ទាំង5ដែលខ្ញុំគិតថាវាសំខាន់ឬក៏វាផ្ដល់អត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់សិស្សនិស្សិតដែលកំពុងសិក្សាជាពិសេសនៅថ្នាក់សាកលវិទ្យាល័យហើយមុននឹងចូលទៅដល់វីដេអូនេះខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនមែនជាសិស្សទេបច្ចុប្បន្ននេះក៏ប៉ុន្តែខ្ញុំធ្លាប់ជាសិស្សហ្នឹងហើយខ្ញុំបានបញ្ចប់ការសិក្សាមកហើយអំឡុងពេលដែលខ្ញុំសិក្សាឧបករណ៍ទាំង5នេះគឺវាបានជួយខ្ញុំច្រើនមែនទែននៅក្នុងការបង្កើននៅផលិតភាពឬមកក៏ productivity របស់ខ្ញុំដូច្នេះខ្ញុំចង់ចែករំលែកទៅបងប្អូននិស្សិតដែលកំពុងតែសិក្សាខ្ញុំគិតថារបស់ទាំងអស់ហ្នឹងគឺមុខជាជួយអ្នកទាំងអស់គ្នាហើយរបស់ទាំងអស់ហ្នឹងគឺខ្ញុំសូមដកចេញនៅទូរស័ព្ទ computer ឬមួយ tablet ដោយសារតែសម្រាប់ computer tablet និងទូរស័ព្ទខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែត្រូវតែមានចាំបាច់គឺត្រូវតែមានហើយសម្រាប់សិស្សនិស្សិតដូច្នេះយកអត់ចាំបាច់និយាយក្នុងវីដេអូនេះទេហើយចំពោះការនិយាយការពិភាក្សាប្រព័ន្ធជាមួយនឹងថាតើ tablet ឬមួយនឹង computer ហ្នឹងតើយើងគួរជ្រើសរើសមួយណាខ្ញុំបានធ្វើវីដេអូហើយដូច្នេះខ្ញុំអាចដាក់ link នៅខាងក្រោមមួយក៏នៅខាងនេះឬនៅខាងនេះដើម្បីឲ្យអ្នកទាំងអស់គ្នាអាចទៅមើលបានមិនសិនអ្នកទាំងអស់គ្នាចង់ដឹងឬមួយក៏កំពុងតែពិចារណារវាងឧបករណ៍ពីរហ្នឹងក៏ប៉ុន្តែនៅវីដេអូនេះយើងនឹងមិននិយាយពីពួកហ្នឹងទេចូលរបស់ទី1ដែលខ្ញុំគិតថាសំខាន់ឬមួយក៏មានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាគឺកាស Bluetooth ដែលមានមុខងារកាត់បន្ថយសំឡេងរំខានដែលយើងហៅថា noise cancelling headphone ពេលដែលខ្ញុំមកសាកលវិទ្យាល័យគឺខ្ញុំចំណាយពេលមិនច្រើនមែនទែននៅក្នុងសួនសាធារណៈនៅបណ្ណាល័យនៅហាងកាហ្វេមិនថាសូម្បីតែនៅក្នុងបន្ទប់ជាមួយនឹងមិត្តរួមថ្នាក់ឬមិត្តរួមរបស់ខ្ញុំហើយពីច្រើនគឺខ្ញុំចូលចិត្តនៅបរិយាកាសជុំវិញនៅកន្លែងទាំងអស់ហ្នឹងតែខ្ញុំត្រូវការប្រមូលផ្ដុំអារម្មណ៍ហ្នឹងហើយអារម្មណ៍ខ្ញុំមូលទៅនឹងកិច្ចការរបស់ខ្ញុំអីខ្ញុំកំពុងតែធ្វើដូច្នេះកាសត្រជាក់ដែលអាចកាត់បន្ថយសំឡេងរំខានគឺវាជួយខ្ញុំបានច្រើនមែនតើវាធ្វើឲ្យខ្ញុំនៅក្នុងមជ្ឈដ្ឋានដែលមានមនុស្សឬមួយក៏មានអ្វីដែលរស់រវើកនៅជុំវិញខ្លួនក៏ប៉ុន្តែវារក្សាឲ្យខ្ញុំមានសមាធិអាចផ្ដោតទៅលើការងារខ្ញុំទៅមុខបានអញ្ចឹងមិនថាមានមនុស្សដើរកាត់មានសំឡេងរំខានប៉ុណ្ណាក៏ដោយក៏ខ្ញុំនៅតែអាចផ្ដោតទៅលើការងាររបស់ខ្ញុំជាមួយនឹងបទចម្រៀងដែលខ្ញុំចូលចិត្តដោយសារតែខ្ញុំចូលចិត្តស្ដាប់បទចម្រៀងហើយពេលខ្លះគឺខ្ញុំស្ដាប់ podcast ចឹងទៅហើយនៅពេលដែលខ្ញុំមាន stress ម្ដងម្កាលគឺខ្ញុំអាចងើបមុខឡើងហើយខ្ញុំមើលទៅមនុស្សជុំវិញខ្លួនមើលទៅធម្មជាតិមើលទៅមជ្ឈដ្ឋានជុំវិញខ្លួនបើសិនជាយើងនៅកន្លែងដែលមានមជ្ឈដ្ឋានស្រស់ស្អាតដូចជាសួនសាធារណៈអីចឹងទៅដូច្នេះវាគឺជាការចំណាយមួយដែលមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់ខ្ញុំតែខ្ញុំណែនាំសម្រាប់តែកាសដែលមានមុខងារកាត់សំឡេងរំខានទេបើមិនមែនជាកាសដែលគេយកប្រើទៅធ្វើ professional ធ្វើ music ធ្វើចម្រៀងអីទេហើយក៏មិនមែនជាកាសដែលគ្រាន់តែ look cool ដែរទោះជាអ្នកអស់នេះជាសិស្សនិស្សិតក៏ដោយតែខ្ញុំគិតថាបច្ចុប្បន្ននេះតម្លៃគឺវាធូរថ្លៃច្រើនចឹងអ្នកនរគ្នាមានជំរឿនច្រើននៅក្នុងការជ្រើសរើសចូលមកដល់របស់ទី2គឺ Kindle ឬមួយក៏ឧបករណ៍អានសៀវភៅអេឡិចត្រូនិកកាលពីពេលដែលខ្ញុំរៀនគឺខ្ញុំប្រើប្រាស់ Kindle ដើម្បីអានសៀវភៅជាភាសាអង់គ្លេសដោយសារតែភាសាខ្មែរយើងគឺយើងអត់ទាន់មាន file ដែល support សម្រាប់កម្មវិធី Kindle ឬមួយក៏កម្មវិធី e-book ទេដូច្នេះហើយគឺខ្ញុំភាគច្រើនគឺខ្ញុំប្រើប្រាស់ដើម្បីអានសៀវភៅជាភាសាអង់គ្លេសវាជាការវិនិយោគដែលល្អមួយដោយសារតែយើងដឹងហើយគ្រប់គ្នាគឺយើងដឹងហើយថាការអានគឺជារឿងដែលល្អសម្រាប់យើងអស់គ្នាតែបញ្ហាគឺយើងអត់អានហើយការដែលមានឧបករណ៍ដែលទូចងាយស្រួលដាក់តាមខ្លួនហើយផ្ទុកសៀវភៅបានច្រើនគឺវាងាយស្រួលខ្លាំងមែនទែនជាងការដែលយើងយកសៀវភៅទៅទាំងដុំអញ្ចឹងវាពិបាកនៅក្នុងការដឹកជញ្ជូនធ្វើដំណើរអីចឹងណាហើយជាពិសេសគឺតម្លៃសៀវភៅគឺហូរខ្លាំងមែនទែនបើន័យថាតម្លៃសៀវភៅ e-book នៅក្នុង website Amazon ឬមួយក៏លក់នៅលើ online គឺធូរថ្លៃជាងសៀវភៅដែលគេហៅថា physical book ឬមួយក៏សៀវភៅផ្ទាល់ហើយម្យ៉ាងវិញទៀតគឺខ្ញុំអត់សូវចំណាយលុយច្រើនទៅលើសៀវភៅលុះត្រាតែសៀវភៅហ្នឹងគឺជាសៀវភៅដែលខ្ញុំចង់កាន់ឬមួយក៏យើងចង់យកមក display អញ្ចឹងហ្នឹងខ្ញុំទិញយកមកហើយជាភាគច្រើនភាសាអង់គ្លេសគឺវាមាន source វាមានប្រភពសម្រាប់ស្វែងរកបានដូច្នេះខ្ញុំអត់ចាំបាច់ទិញសៀវភៅ hard copy យកមកការនេះគឺខ្ញុំអាចអាននៅលើ e-book ខ្ញុំបានក៏ប៉ុន្តែលើកលែងតែភាសាខ្មែរគឺបាក់របន្តិចហើយបើសិនអ្នកនរគ្នាចង់ដឹងពីឧបករណ៍នៅតាមអ្នកនរគ្នាអាចមើលនៅលើវីដេអូខ្ញុំបានបានធ្វើវីដេអូហ្នឹងហើយខ្ញុំដាក់ link ខាងក្រោមដូចគ្នាខ្ញុំពិតជាណែនាំឲ្យអ្នកនរគ្នាប្រើប្រាស់នៅ Kindle ឬមួយក៏ឧបករណ៍អានសៀវភៅអេឡិចត្រូនិកដោយសារតែឥឡូវវាមាន brand ច្រើនមែនទែនហើយវាផ្ដល់ភាពងាយស្រួលដោយសារតែវាងាយស្រួលក្នុងការដាក់តាមខ្លួនចូលដល់ប្រភេទទី3គឺកាមេរ៉ាគឺខ្ញុំណែនាំនៅកាមេរ៉ាដែលជាប្រភេទ mirrorless ឬមួយក៏ DSLR ហើយបើសិនជាចង់បានដាក់តាមខ្លួនស្រួលគឺខ្ញុំណែនាំឲ្យប្រើប្រាស់នៅ mirrorless camera ហើយតែខ្ញុំណែនាំឲ្យអ្នកនរគ្នាមានកាមេរ៉ាផ្ទាល់ខ្លួនក៏ប៉ុន្តែវាអាចហៅថាជាចំណូលចិត្តផ្ទាល់ខ្លួនក៏បានដែរក៏ប៉ុន្តែការពេលខ្ញុំចាប់ផ្ដើមប្រើប្រាស់កាមេរ៉ាបែបជាប់លាប់ហ្មងគឺស្របពេលដែលខ្ញុំចូលរៀននៅសាកលវិទ្យាល័យដល់ពេលហ្នឹងគឺប៉ាម៉ាក់របស់ខ្ញុំក៏បានឲ្យកដោជាកាមេរ៉ាមួយហើយពេលហ្នឹងគឺខ្ញុំជ្រើសរើសយកកាមេរ៉ា Canon M50 ដែលជាប្រភេទកាមេរ៉ា mirrorless វាជាការសម្រេចចិត្តដ៏ល្អបំផុតរបស់ខ្ញុំដែលខ្ញុំធ្លាប់បានធ្វើនៅក្នុងជីវិត
ជានិស្សិតដោយសារតែខ្ញុំបានរៀនច្រើនមែនទែនជាមួយវាប្រព័ន្ធជាមួយនឹងការបង្កើតមាតិកាសូម្បីតែ channel YouTube នេះក៏ខ្ញុំបានបង្កើតនៅពេលដែលខ្ញុំទិញកាមេរ៉ានឹងហើយដែរខ្ញុំបានរៀនថតរូបថតវីដេអូរៀនបង្កើតនៅរបស់អ្វីថ្មីៗជាច្រើនដែលវាជាការវិនិយោគមួយដែលមានតម្លៃខ្លាំងមែនទែនហើយមកដល់ពេលបច្ចុប្បន្ននេះគឺយើងមានជំរើសច្រើនមែនទែនក្នុងការជ្រើសរើសកាមេរ៉ាដូច្នេះអស់នេះអត់ចំណាយដល់$1000មិនចាំបាច់ជាកាមេរ៉ាថ្លៃទេនៅនេះមានត្រឹមតែ$300ជាងគឺ$300ឡើងទៅគឺ250ផងខ្ញុំអាចនិយាយដោយសារតែឥឡូវកាមេរ៉ាស៊េរីចាស់គឺវាអាចចុះថ្លៃច្រើនអញ្ចឹងខ្ញុំគិតថាតម្លៃប៉ុណ្ណឹងគឺសម្រាប់សិស្សនិស្សិតគឺវាជា investment ក្នុងរយៈពេលវែងអ្នកនរអាចយកមកបង្កើតមាតិកាហើយអាចរកលុយបានពីមាតិកានឹងទៀតអញ្ចឹងវាគឺជា no brainer អ្នកនរអាចជ្រើសរើសហើយមិនថា brand ណាទេគឺស្ដាច់លើអ្នកនរត្រូវការស្ដាច់លើអ្នកនរចូលចិត្តខ្ញុំមានវីដេអូដែលខ្ញុំបានរៀបរាប់ពី brand កាមេរ៉ាមួយក៏បណ្ដុំកាមេរ៉ានៅតាមតម្លៃមួយៗដែលអ្នកអាចទិញបានអាចត្រូវមើលបានហើយមានអ្នកខ្លះគេគិតថាសប្តាហ៍នេះគឺទូរស័ព្ទដៃរបស់យើងអាចថតរូបថតវីដេអូបានល្អហេតុអីបានជាយើងចាំបាច់តែកាមេរ៉ាក៏ប៉ុន្តែវាជាការយកឃើញរបស់ខ្ញុំទេហេតុអីបានជាខ្ញុំនៅតែប្រើប្រាស់កាមេរ៉ានៅពេលដែលខ្ញុំមានទូរស័ព្ទហើយខ្ញុំគិតថាវាជាអារម្មណ៍ដោយសារតែនៅពេលដែលយើងថតរូបដោយប្រើប្រាស់កាមេរ៉ាគឺយើងព្យាយាមយើងចង់និយាយថាគឺយើងបានគិតទុកមុនណាគឺวันតែរូបមួយដែលចេញមកពីកាមេរ៉ាគឺយើងឆ្លងកាត់ការពិចារណាយើងស្រឡាញ់ moment ហ្នឹងយើងស្រឡាញ់ពេលហ្នឹងមិនយើងយករូបយកទូរស័ព្ទយកកាមេរ៉ាយកមកថតដូច្នេះនៅបើសិនជាធៀបជាមួយទូរស័ព្ទដែលយើងយកមកថតបានគ្រប់ពេលវេលាថតក៏ប៉ុន្តែពេលខ្លះគឺរូបហ្នឹងថតឲ្យយើងទុកចោលតែក៏ប៉ុន្តែសម្រាប់កាមេរ៉ាមួយគឺរូបហ្នឹងមុននឹងឈានទៅដល់កម្រិតការទាញកាមេរ៉ាមកថតគឺជា moment ដែលយើងចង់រក្សាទុកហើយយើងបានគុណភាពល្អចេញពីរូបនឹងទៀតការថតរូបដូចខ្ញុំនិយាយចឹងការថតរូបការថតវីដេអូបើសិនជាអ្នកនរថតភ្លាមរូបនឹងអាចជាមិនមានអត្ថន័យជ្រៅជ្រះប៉ុន្មានក៏ប៉ុន្តែនៅពេលដែលអ្នកនរយកវាមកធ្វើវិញក្នុងរយៈពេល4ទៅ5ឆ្នាំក្រោយពេលនោះអ្នកនរអរគុណខ្លួនឯងដែលអ្នកនរបានថតរូបថត moment នឹងទុកនៅក្នុងគុណភាពដែលច្បាស់ហើយស្អាតអញ្ចឹងព្រោះថាទាំងអស់ហ្នឹងគឺវាជាពេលវេលាដែលយើងអាចបកក្រោយទៅយកវិញបានទេយើងមានឱកាសតែកត់ត្រាវាបានគឺយើងកត់ត្រាវាឲ្យបានល្អទៅចូលមកដល់របស់ទី4របស់ទី4ដែលខ្ញុំណែនាំសម្រាប់សិស្សនិស្សិតនោះគឺ speaker បើសិនមកអ្នកនរនៅបន្ទប់តែឯងដើម្បីចូលចិត្តមើលរឿងជុំគ្នាខ្ញុំគិតថាការជ្រើសរើស speaker Bluetooth គឺជាជម្រើសដ៏ល្អមួយសម្រាប់ការរស់នៅក៏ដូចជាការកំសាន្តរបស់អ្នកទាំងអស់គ្នា speaker ដែលខ្ញុំបានទិញខ្លួនឯងដំបូងគេហ្នឹងគឺ Mi-Fi A1 ដែល speaker ហ្នឹងគឺល្អត្រង់ថាវាមានមុខងារ micro SD card ហើយវាមានមុខងារការពារជម្រាបទឹកក៏ប៉ុន្តែវាមានបញ្ហាថ្មចូលវាបានខូចវាធ្វើឲ្យខ្ញុំខូចខ្លាំងមែនទែនហើយខ្ញុំក៏បាន move on មកប្រើប្រាស់គេ JBL Go 3នៅតែជាជំរើសល្អក៏ប៉ុន្តែវាអត់មាន micro SD card ដោយសារតែខ្ញុំចូលចិត្តស្ដាប់បទចម្រៀងពីច្រើនដូច្នេះហើយខ្ញុំពីច្រើនគឺខ្ញុំអត់ត្រូវការភ្ជាប់ Bluetooth ទៅទូរស័ព្ទដើម្បីឲ្យខ្ញុំបានបទចម្រៀងស្ដាប់គឺខ្ញុំចូលចិត្តបើក speaker មកគឺចម្រៀង load មកក៏ប៉ុន្តែនេះវាជាការកាត់កងដោយសារតែគុណភាពសំឡេងមកធៀបជាមួយនឹង JBL ជាមួយនឹង Mi-Fi ដែលខ្ញុំធ្លាប់ប្រើហ្នឹងគឺ JBLល្អជាងឆ្ងាយពេលហ្នឹងគឺខ្ញុំចូលចិត្តស្ដាប់បទចម្រៀងច្រើនហើយមើលរឿងច្រើនមើលរឿងគឺខ្ញុំនៅពេលខ្ញុំមើលរឿងនៅតែម្នាក់ឯងខ្ញុំចូលចិត្តដាក់ speaker ដោយសារតែវាឮសំឡេងល្អហ្នឹងហើយដូច្នេះបើសិនជាការកំសាន្តរបស់អ្នកទាំងអស់គ្នាដូចជាខ្ញុំដែរអ្នកទាំងអស់គ្នាចូលចិត្តបែបដូចជាខ្ញុំមើលរឿងស្ដាប់បទចម្រៀងការវិនិយោគការចំណាយទៅលើ speaker គឺជាការជំរើសដ៏ល្អមួយដែលអ្នកទាំងអស់គ្នាមិនធ្លាប់ធ្វើពីមុនមកបើសិនជាអ្នកទាំងអស់គ្នាមានទេក៏ប៉ុន្តែខ្ញុំណែនាំតែមួយទេការជំរើសទៅលើ speaker គឺអ្នកទាំងអស់គ្នាជ្រើសរើសទៅលើ brand ដែលមានគុណភាពល្អដោយសារតែវាគឺជារបស់ដែលខ្ញុំប្រើប្រាស់ច្រើនឆ្នាំយូរឆ្នាំដូច្នេះហើយគួរតែទិញម្ដងគឺទិញយកមានគុណភាពតែដើម្បីប្រើប្រាស់បានយូរជាងទិញរបស់ធូរហើយយើងប្រើប្រាស់ហើយខូចហើយទិញម្ដងទៀតអានោះវាចំណាយច្រើនជាងដែលយើងចំណាយម្ដងទៅលើរបស់ល្អទៀតហើយរបស់ចុងក្រោយដែលខ្ញុំណែនាំសម្រាប់សិស្សនិស្សិតគឺ smart watch ឬមួយក៏ smart band ខ្ញុំដឹងថាវាមានការបន្ទុះស្រាយរបៀបថាអត់យល់ស្របឬមួយក៏យល់ស្របបែបប៉ុនជាមួយនឹងជំរើសថាតើយើងគួរតែប្រើប្រាស់ smart watch ឬមួយក៏ smart band អត់នៅក្នុងការរស់នៅក៏ប៉ុន្តែខ្ញុំអត់ណែនាំទេនៅក្នុងការប្រើប្រាស់ទិន្នន័យចេញពីពួកអស់ហ្នឹងដើម្បីយកទៅពីតម្លៃសុខភាពរបស់អ្នកទាំងអស់គ្នាក៏ដូចជាយកទៅដើម្បីធ្វើជានិយាយថាវិជ្ជបញ្ជាផ្ទាល់ខ្លួនណាបើន័យថាអត់ទៅទិញថ្នាំឬមួយក៏ទៅប្រើប្រាស់អាហារបំពន់អីដែលផ្អែកទៅលើទិន្នន័យអស់ហ្នឹងគឺខ្ញុំអត់ណែនាំទេទិន្នន័យរបស់វាខ្ញុំទទួលស្គាល់គឺវាមិនមែន accurate ឬមួយក៏វាមិនមែនត្រឹមត្រូវ 100% ទេក៏ប៉ុន្តែខ្ញុំគិតបែបនេះវិញសម្រាប់ឧបករណ៍ទាំងអស់ហ្នឹងណានៅក្នុងវ័យដែលយើងសិក្សាសាកលវិទ្យាល័យគឺជាវ័យដែលយើងកំពុងតែនៅក្នុងល្បាក់18ទៅ20 25ឆ្នាំឡើងចុះក្រោមអញ្ចឹងទៅដូច្នេះហើយ
ពេលហ្នឹងគឺជាពេលមួយដែលយើងសិក្សាអំពីគ្រប់យ៉ាងនៅជុំវិញខ្លួនរួមទាំងការថែរក្សាសុខភាពយើងផងដែរហើយការហាត់ប្រាណគឺវាជាចំណែកមួយដ៏សំខាន់នៅក្នុងគេហៅថាជីវិតដែលមានសុខភាពល្អគឺយើងត្រូវហាត់ប្រាណឲ្យជាប់លាប់អញ្ចឹងតែនេះមិនតែខ្ញុំនិយាយសូម្បីតែគ្រូពេទ្យក៏គាត់ណែនាំដែរយើងមិនគួរចាំរហូតដល់សុខភាពយើងទៅទ្រាំសម្ប្រើថ្នាំដើម្បីកែប្រែសុខភាពរបស់យើងឯងដូច្នេះហើយការដែលខ្ញុំមាន smart watch ខ្ញុំមាន smart wearable ដែលមាននាឡិកាមានខ្សែដៃសុខភាពហ្នឹងគឺវាជាគេហៅថាជាអ្នករំលឹកហ្នឹងហើយជាកម្លាំងចិត្តនៅពេលដែលយើងហាត់ប្រាណបានន័យថានៅពេលដែលយើងហាត់ប្រាណហើយយើងមានរបស់អស់ហ្នឹងសម្រាប់កត់ត្រាគឺយើងដូចជាមានគោលដៅនៅក្នុងការហាត់ប្រាណណាអានេះគឺសម្រាប់ខ្ញុំឯងវាជាវិធីដែលខ្ញុំប្រើដើម្បីធ្វើការហាត់ប្រាណប្រកបដោយប្រសិទ្ធភាពឧបមាថាបើសិនជាខ្ញុំហាត់ប្រាណនេះគឺខ្ញុំមាន goal ធ្វើមកឲ្យហាត់ប្រាណបាន500 calorie ឬមួយក៏ហាត់ប្រាណបាន1ម៉ោងអញ្ចឹងតែជាងយើងមានឧបករណ៍អស់ហ្នឹងសម្រាប់ track នៅការហាត់ប្រាណរបស់យើងថាតើយើងហាត់ប្រាណបានប្រមាណភាគរយហើយដល់ goal របស់យើងអត់ព្រោះថាយើងគ្រប់គ្នាគឺយើងតែមានគោលដៅក្នុងការធ្វើអីមួយតែមានវត្ថុបំណងមាន goal មានគោលដៅហ្នឹងឯងដូច្នេះការដែលមានអ្វីដែលកំណត់អាហ្នឹងគឺធ្វើឲ្យ mentality របស់យើងសុខភាពផ្លូវចិត្តរបស់យើងគឺមានអារម្មណ៍ថាយើងបានបំពេញវាហើយនៅថ្ងៃនេះដូច្នេះហើយយើងមិនទៅហាត់ប្រាណទាំងយើងអត់មានគោលដៅច្បាស់លាស់អាហ្នឹងគឺជាការយកឃើញរបស់ខ្ញុំថា mindset របស់ខ្ញុំដូច្នេះហើយខ្ញុំក៏ចង់ណែនាំដល់អ្នកនរដែរថាក្រៅពីលទ្ធផលហាត់ប្រាណភ្លាមៗគឺយើងអាចមានកំណត់ត្រាដោយសារតែវានឹងកត់ត្រារបៀបជាខែឬមួយក៏ជាសប្តាហ៍ចឹងតែជាងយើងដឹងថាតើសប្តាហ៍យើងហាត់បានប៉ុណ្ណេះចឹងយើងអាចបានសម្រេចនៅគេហៅថាគោលដៅឬមួយក៏យុទ្ធសាស្ត្រឬមួយក៏ផែនការរបស់យើងឯងព្រោះថាយើងមានផែនការយើងត្រូវតែ keep track on it យើងត្រូវតែតាមដានវាជាប់លាប់ហើយអ្នកទាំងអស់គ្នាអត់ចាំបាច់ចំណាយច្រើនទៅលើឧបករណ៍ហ្នឹងខ្ញុំគិតថាឥឡូវវាមានជម្រើសច្រើនព្រោះអីគ្រាន់តែថាបើសម្រើសវាកាន់តែតម្លៃធូរអ្នកទាំងអស់គ្នាគ្រាន់តែបាត់មុខងារមួយចំនួនអញ្ចឹងណាមកចាំប្រើដល់ Apple Watch ក៏បានដែរបើតែ Smart Band ធម្មតាក៏បានដែរអាហ្នឹងគឺវាអត់សំខាន់សម្រាប់ notification សំខាន់គឺខ្ញុំគ្រាន់តែចង់ផ្ដោតទៅលើការហាត់ប្រាណដែលយើងមាន reminder យើងមានការកំណត់គោលដៅត្រឹមត្រូវដូច្នេះរបស់ទាំង5នេះហើយគឺជាអ្វីដែលខ្ញុំណែនាំសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានចំណេះដឹងបន្តិចបន្តួចចេញពីវីដេអូនេះអរគុណសម្រាប់ការទស្សនាវីដេអូនេះតាមដានរហូតចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ